នៅក្នុងវិហារនេះមានវិហារមានសាឡុំបែកកញ្ចក់បែកអីអស់ហើយស្នាមក្មេងដូចនេះដូចអាគារនេះអីទុកចោលនេះច្រើនណាស់បងប្អូនកន្លែងនៅលើនេះអាចនឹងដើរទៅដល់កំពូលភ្នំដែលឃើញមុនហ្នឹងកំពូលភ្នំមកខាងទៀតហេតុរាជធានីអូដាក់ឈ្មោះអ្នកសាងសង់មកដោយជម្រាបសួរពុកម៉ែបងប្អូនដែលបានចូលមកទស្សនាក្នុងវីដេអូមួយនេះថ្ងៃនេះខ្ញុំសូមមកថតផ្តិតយកនៅទិដ្ឋភាពក៏ដូចជាទេសភាពនៅចិត្តនឹងភ្នំតូចប្រហែលជាអាចនឹងជិះឡើងទៅតាមវត្តភ្នំតូចហ្នឹងដើម្បីទៅថតយកនៅទិដ្ឋភាពនៅខាងលើភ្នំតូចហ្នឹងពុកម៉ែបងប្អូនដោយសារតែខ្ញុំក៏ខានមកវត្តនេះជាយូរឆ្នាំដែរវត្តភ្នំតូចភ្នំធំនៅខាងស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យហ្នឹងហើយថ្ងៃនេះក៏បានមានឱកាសមកអញ្ចឹងសូមដឹកយកជូនពុកម៉ែបងប្អូននេះគឺជាផ្លូវចូលខាងក្រោយពុកម៉ែបងប្អូនផ្លូវមានដើមត្នោតមកពីរជួរសងខាងនេះឥឡូវនេះដូចជាមានតូបលក់ដូរអីប្រកាសពីមកពីមុនអីដូចជាអត់មានទេlúcនេះគេមានតូបលក់មួយពីរសងខាងចឹងតែទឹកត្នោតដូចតំណងដែរគេឡើងយកទឹកត្នោតពីដើមត្នោតនេះមកហើយយកមកលក់ដាក់តូបលក់ដើមត្នោតសងខាងនេះស្អាតពុកម៉ែបងប្អូននៅខាងក្រោយចំភាភ្នំតូចហ្នឹងហ្មងខ្ញុំជិះចូលមកបែកខាងនេះគឺចូលមកបែកខាងក្រោយវិញហើយនៅវត្តភ្នំតូចនេះគឺច្រើនទៅពេលបុណ្យទានអីដូចជាចូលឆ្នាំដូចអីមានគេលេងអីច្រើនតែមើលចូលឆ្នាំនេះបើមានឱកាសហើយជាអាចនឹងមកថតផ្តិតយកនៅទិដ្ឋភាពហ្នឹងទីធ្លាកន្លែងនេះគឺសិតតែជាកន្លែងដែលគេស្រាប់រៀបចំកម្មវិធីពេលមានបុណ្យទានអីពេលចូលឆ្នាំពេលហ្នឹងតាមនេះគឺសិតតែកន្លែងដែលគេរៀបចំពេញហ្នឹងទាំងអស់មានលេងល្បែងជាព្រៃមានអីចឹងទៅនៅខាងនេះភ្នំតូចភ្នំធំខ្ញុំមិនបានទៅដល់ទេបើថាភ្នំតូចនេះធ្លាប់បានមកដែរតែរៀងយូរឆ្នាំហើយខានមកយូរណាស់ហើយតែមានឱកាសបានមកថ្ងៃនេះខ្លោងទ្វារចេញទៅវិញខ្លោងជាទ្វារចេញទៅវិញក៏មានដើមត្នោតដែរបងប្អូននេះគឺផ្លូវជិះចូលទៅខាងវត្តខាងទៀតខ្ញុំនឹងជិះអបតាមជាហៀងវត្តហ្នឹងនេះដូចជាអាគារសំណល់សល់ពីស្ថានីយ៍រថភ្លើងចាស់បងប្អូនសំណង់អាគារនេះហើយយើងជិះកាត់ដល់តែភ្លើងគេដាក់សាលាបឋមសិក្សាសង់ប្រាសាទនៅជាប់នឹងជើងភ្នំជាប់នឹងជើងភ្នំតូចហ្នឹងនេះរោងម៉ាស៊ីនកិនស្រូវទេបងប្អូនធំល្អផ្នែកខាងខ្លោងទ្វារនេះចូលពីមុខវិញណាបងប្អូនចូលពីមុខខាងនេះតែយើងជិះកាត់មកតែភ្លើងមួយដែរវាលោកមកជួអីច្រើន
ទស្សនភាពក្នុងវត្តនេះវាធំល្មមដែរពុកម៉ែបងប្អូនមកល្មមពេលចូលឆ្នាំចូលអីនេះគេលេងកម្មវិធីមានរំមានដូចដាក់ធុងខ្មាស់ដាក់អីចឹងទៅហើយមានហៅគេភ្នំពាន់ក្នុងអីគេរៀបដុំនេះអត់ដឹងថាផ្លូវឡើងទៅភ្នំតូចហ្នឹងគេឲ្យឡើងអត់ទៅមើលសាកទៅបិទទេមើលទៅគាត់យកជិះឡើងទៅថតនេះដូចមិនថ្ងៃសៅរ៍តែនៅវត្តដូចមានកម្មវិធីអីហ្នឹងតែនេះគឺជាផ្លូវឡើងទៅពុកម៉ែបងប្អូនផ្លូវឡើងទៅកាន់កំពូលភ្នំខាងលើមានផ្លូវការនេះផ្លូវនេះគេធ្វើយូរហើយផ្លូវចាក់សាបឡើងទៅដល់លើហ្មងខាងលើមានវិហារដល់នេះមានវិហារមួយខ្ញុំចង់ផ្លេចអស់ពុកម៉ែបងប្អូនអត់ដឹងថាទៅដល់ខាងលើហ្នឹងមានអីខ្លះទៀតទេអញ្ចឹងសូមចាំតាមដានទស្សនាមើលដូចជាមួយខ្ញុំទៅនឹងមានដើមពោធិ៍ដើមឬក៏អស់នៅក្នុងវិហារនេះមានវិហារមានសឡុំហ្នឹងរៀងទូជាងវិហារពុកម៉ែបងប្អូនខាងនេះដូចជាបន្ទប់ទឹកទុកចាស់អស់ហើយមិនថាបន្ទប់ទឹកអីក៏បន្ទប់កត់ប្រសង់តូចដែរការទៅជាទីបញ្ចុះសពអង្គពុកម៉ែបងប្អូននៅខាងលើនេះសិតតែកន្លែងបញ្ចុះសពនៅលើកំពូលភ្នំនេះហ្មងច្រើនតិចទេនឹងមកខាងលើនេះដូចជាដាច់បែកហើយលេងមានកត់ប្រសង់លេងមានអីហើយយកអត់ឃើញមានទេអូខាងនេះមានស្រះទឹកមួយនៅលើមានទឹកហ៎ឧបដ្ឋានសាលាបែកកញ្ចក់បែកអីអស់ហើយស្នាមក្មេងៗគេមកវិគូចាំងគូអីពេញទៅហ្នឹងឯណានេះជាអត់ត្រឹមនេះឯងទៅមកបងប្អូនលេងមានផ្លូវហ្នឹងឃើញហើយសំណោះសំណៅក៏ដោយនេះតែប្រទេសភាពនៅតាមនេះស្អាតកន្លែងស្អាតតែមើលសត្វសារាមសត្វអីលើកំពូលភ្នំនេះអាចនឹងទេសភាពស្អាតពេលថ្ងៃលិចពេលអីហើយជាកន្លែងគោរពបូជាកន្លែងសម្រាប់ពុទ្ធសាសនាដែលបែរទុកចោលហើយអ្នកមកនោះមកសត្វសារាមសត្វអីចឹងនេះដូចជាផ្លូវដើរទៅខាងក្រៅភ្នំពុកម៉ែបងប្អូនព្រោះអីនៅខាងក្រៅភ្នំនេះដូចជាគេមានជីកយកថ្មយកអីចឹងណាចាំមើលបើសិនជាសោះពេកខ្ញុំនឹងជីកទៅខាងក្រៅនឹងថតឲ្យពុកម៉ែបងប្អូនទៀតដោយសារតែនេះគឺមកដល់លើកំពូលហើយពុកម៉ែបងប្អូនអស់ផ្លូវហើយឃើញមានផ្លូវដើរនេះមួយផ្លូវនេះជិះម៉ូតូបានតាខ្ញុំទៅយកម៉ូតូជិះទៅមើលដល់ចុងនោះថាមានអីទៀតខំដាក់បងដាក់អីឲ្យសម្រាប់អង្គុយលេងកម្សាន្តអីតែតើមនុស្សមកច្រើនហើយសិតតែសម្រាមនឹងជាបញ្ហានេះផ្ទះប្រជាពលរដ្ឋនៅខាងមជួរក្រោយក្នុងតូចពុកម៉ែបងប្អូនមើលទៅឃើញវាស្រែអីដាច់កន្ទុយភ្នែក
ដូចជាអស់ផ្លូវហើយមានតែផ្លូវនេះចឹងផ្លូវដើរកាត់ព្រៃចឹងអូនៅឆ្ងាយទៀតដែរផ្លូវអាចនឹងឡើងទៅដល់លើទៀតហ្នឹងទៅហ្នឹងហើយទិដ្ឋភាពនៅខាងភ្នំតូចបងប្អូនមានតែប៉ុណ្្នឹងឯងនៅលើកំពូលភ្នំនេះតែមើលខ្ញុំទៅព្យាយាមថតបន្ថែមនៅកន្លែងពុទ្ធបដិមាកន្លែងគ្រប់បូជាខាងក្រោមនោះទិដ្ឋភាពមួយចំនួនទៀតហើយនឹងយើងនឹងជិះទៅមើលខាងផ្នែកខាងក្រោយភ្នំម្ដងកន្លែងដែលគេកាយថ្មកាយដីកាយអីនៅខាងក្រោយភ្នំបងប្អូននេះមកបែកខាងមកមិញខ្ញុំដើរទៅតាមផ្លូវណាបងប្អូននេះមកខាងស្ដាំដៃនេះនៅខាងលើដដែលនេះពិតសាងសង់បានច្រើនដែរតែមើលទៅដូចជាទុកចោលអត់បានថែរក្សាឃើញចាស់ច្រើនបងប្អូននៅសាងសង់នៅពុទ្ធបដិមាសាងសង់អីច្រើនកន្លែងត្រូវគ្រប់បូជាអញ្ចឹងដូចនេះដូចអាគារនេះអីទុកចោលនេះមិនធ្វើដូចជាកុដិប្រសង់ចង់ធ្វើជាកុដិប្រសង់បងប្អូនមើលបែកបាក់អស់នោះមានបន្ទប់ទឹកនៅខាងក្រោយខ្ញុំព្យាយាមដើរថតកន្លែងណាដែលអាចដើរទៅបានបងប្អូននៅបែកខាងលើនេះសាងសង់មកដល់ខាងលើនេះក៏មិនអស់តិចដែរបងប្អូនចាក់បេតុងចាក់អីផងហើយបានបោះបង់ចោលអញ្ចឹងមើលទៅឃើញស្ដាយសំណោះអីតែខំប្រឹងអញ្ចឹងណារូបសំណាក់ព្រះអង្គកំចាយច្រើនណាបងប្អូនកន្លែងនៅលើនេះបែកបាក់អស់បងអូមានអ្នកមកបញ្ចោះម៉ងដល់ខាងលើនេះដែរបងប្អូននៅចិត្តនៅគៀកនៅនេះកំពូលបាត់ហើយនេះមកដល់កំពូលភ្នំហើយមាននៅតែមានគេមកបញ្ចោះដល់លើនឹងដែរនៅភ្នំខាងនោះមកជាហៀងទៀតតែភ្នំខាងនោះប្រហែលជាផ្លូវដែលខ្ញុំដើរទៅផ្លូវមិនមែនជាផ្លូវបេតុងផ្លូវធម្មតានេះក៏មានផ្លូវឡើងទៅដល់លើទៀតដែរបងប្អូនផ្លូវមួយខ្សែនេះខាងនោះក៏មានអាគារទុកចោលដែរមួយអាគារទៀតតែជាអាគារដែលទុកចោលច្រើនសាងសង់ឲ្យទុកចោលស្ដាយដូចស្នាមដូចទឹកភ្លើងឆេះខែប្រាំងក្តៅ
នេះដើរឡើងទៅខាងលើណោះបងប្អូនឃើញមានអាគារមានអីទៀតដែរមានជាកត់មិនដឹងថាជាកត់ឬមួយក៏ជាសាលាកូនសាលាអញ្ចឹងមិនដឹងថាហៅអីត្រូវមានខ្សែភ្លើងមានអីរត់មកដល់លើនេះទៅបងប្អូននេះប្រព័ន្ធខ្សែភ្លើងដល់ខាងលើវត្តក៏វត្តធំមកលើខ្នងភ្នំនេះទាំងអស់ហ្មងគឺនោះក៏មានកូនអាគារដូចជាកូនកត់ចុះបងប្អូនហៅថាកត់ចុះព្រោះអីនៅនេះវត្តអញ្ចឹងមានតែកត់ហ្នឹងឯងច្រើនកន្លែងដែរអូទេសភាពស្ងាត់ល្អណាស់បងប្អូនស្ងាត់ឈឹងហ្មងនេះអូមានផ្លូវទៅច្រើនទៀតបងប្អូននេះសោះផ្លូវដើរច្រើនតាអាចនឹងដើរទៅដល់កំពូលភ្នំដែលឃើញមុនហ្នឹងកំពូលភ្នំមកខាងទៀតទុកចោលអស់ហើយកាលណាក៏មានកត់ទុកចោលដែរបងប្អូនណាពណ៌សនោះនៅខាងនោះមួយទៀតច្រើនបងប្អូននេះលើកទី1ខ្ញុំអត់ដែលបានមកដល់ខាងលើនេះទេវាច្រើនទៅមកត្រឹមតែក្រោមនោះឡើងបានតែបន្តិចអត់ដែលបានឡើងមកដល់លើចានៅពេលមើលឃើញស្ដាយសំណោះសាងសង់បានច្រើនតែខូចអស់ហើយបាក់បែកភាគច្រើននេះសាងសង់ជាប្រាសាទតែដាក់ឈ្មោះប្រាសាទរាជនីដាក់ឈ្មោះអ្នកសាងសង់មកដោយអត់បិទទ្វារបិទអីនៅលើកំពូលភ្នំល្អទៀតមានប្រព័ន្ធភ្លើងមានអីទាំងអស់នេះខ្ញុំដើរចោះទៅវិញពុកម៉ែបងប្អូនស្នាមនេះគឺស្នាមភ្លើងឆេងខែក្តៅនេះគ្រាន់បានសើមិញភ្លៀងបានមើលទៅរៀងស្រស់បន្តិចមិនសើមិញបានភ្លៀងនៅខាងស្រុកថ្មគោលខាងមង្គលបុរីនេះមានភ្លៀងបាន1មេបើមិនចឹងទេមើលទៅឃើញក្រហមតែអត់ឆេះខែក្តៅលើកំពូលភ្នំពុកម៉ែបងប្អូនហានិភ័យជាងគេគឺភ្លើងឯងតែឆេះគឺរៀលខ្លាំង
ឥឡូវខ្ញុំជិះចោះទៅវិញពុកម៉ែបងប្អូនជិះមកជុំតែពិតធ្វើមកលក្ខណៈនេះដូចសួនដូចអីចឹងឲ្យស្អាតហ្នឹងពុកម៉ែបងប្អូនមានរូបមានអីស្អាតខ្លាំងនៅខាងលើនេះស្ដាយចាស់ត្រុតត្រោមអស់ហើយបាក់បែកមួយចំនួនបាក់បែកអស់ច្រើនហើយក្មេងៗវាមកវាគូសអីលើជាងគូសសគូអីក៏វិញក៏វាមពេញទៅហ្នឹងអត់ដឹងថាក្នុងវត្តក្នុងអីទេខូចអស់មើលពីលើនេះទៅឃើញស្រុកគល់បរិយទាំងអស់មកស្រុកភ្នំតូចនេះភ្នំតូចនេះមិនស្រុកទេភ្នំតូចនេះនៅខាងស្រុកអង្គរបូរីនេះតែនេះនៅតំបន់ភ្នំតូចផ្ទះជាប្រវត្តិនៅជុំវិញហ្នឹងនេះខ្ញុំជិះចោះទៅវិញទុកមកបងប្អូនទៅវិញយើងគ្រាន់តែអបតិចទៅហើយថតយកទៅសភាពចោះទៅវិញខ្លះឃើញទុកចោលឃើញសាងសង់ហើយបាក់បែកអស់ចេះស្ដាយបងប្អូនវាច្រើនអាគារនៅតាមនេះសកតហើយនឹងសំណង់ផ្សេងហ្នឹងឃើញមានឧបត្ថម្ភមកវាច្រើនមកពីក្រៅបងប្អូនពួកគាត់ចូលរួមកសាងនេះខាងក្រោយនេះសាលារៀនបឋមសិក្សាមិញដែលខ្ញុំជិះកាត់ខាងក្រោមបាននៅប្រើប្រាស់ទាំងអស់នៅឧបដ្ឋានសាលាធំថានៅខាងលើនោះវាច្រើនទៅទុកចោលអស់